នៅកណ្ដាលព្រៃដ៏ស្ងប់ស្ងាត់នៃខេត្តព្រះវិហារមានប្រាសាទមួយដែលមនុស្សមិនសូវបានស្គាល់ដំណើរមកដល់ទីនេះមិនមែនងាយទេប៉ុន្តែពេលអ្នកមកដល់អ្នកនឹងយល់ថាទីនេះគួរតែមកឲ្យបានម្ដងក្នុងមួយជីវិតស្ដីអ្នកទាំងអស់គ្នាឥឡូវយើងបានមកដល់ប្រាសាទហើយបាទខ្ញុំមើលឆ្លោះនួនប៉ាន់ខាងពលិសចរចាំនៅហើយប្រាសាទព្រះខ័នកំពង់ស្វាយបាទហើយប្រាសាទនេះហើយគេហៅព្រះអង្គចក្រមុខហើយតំណាងឲ្យរូបហើយព្រះពុទ្ធកាលពីអតិនជួសជុលមុនវាភាពត្រោមឲ្យមកនៅត្រឹមទីឲ្យចិត្តទេជួសជុលនៅឆ្នាំ2018ហើយខ្ញុំក្រុមពោឲ្យភ្ញៀវទេសចរភ្ញៀវជាតិភ្ញៀវអន្តរជាតិមកទស្សនានៅប្រាសាទព្រះខ័នកំពង់ស្វាយយើងក៏ច្រើនស្ថិតនៅភូមិផ្សេងភូមិរណសេស្រុកសង្គមថ្មីខេត្តព្រះវិហារនេះគឺជាប្រាសាទព្រះខ័នកំពង់ស្វាយជាប្រាសាទបុរាណដ៏ធំមួយដែលសាងសង់ក្នុងសម័យអង្គរទោះជាយូរឆ្នាំកន្លងទៅក៏នៅតែឈរយ៉ាងរឹងមាំពេលឈរនៅទីនេះអ្នកនឹងមានអារម្មណ៍ដូចជាត្រឡប់ទៅអតីតកាលដែលកន្លែងប្រវត្តិសាស្ត្រនិងធម្មជាតិបានជួបគ្នានៅកម្ពុជាមិនត្រឹមតែមានប្រាសាទបុរាណទេប៉ុន្តែនៅមានកន្លែងដ៏អស្ចារ្យជាច្រើនទៀតកំពុងរងចាំឲ្យយើងទៅស្វែងយល់និងទស្សនា